រឿងមហាចៅនៅទល់ដែនស្ត្រីទុរគតនាងទេវីបុត្រីជាទីស្នេហារត់តាមមេណនស្វាមីកំសត់នាងចេញពីស្រុកមង្គលបុរីទាំងរាត្រីអស្ចារ្យនោះឯងដោយបានស្រោតកាត់តាមផ្លូវរទេះដែលបាញ់ឆ្ពោះទៅកាន់អាណាខេត្តបាត់ដំបងអោស្រីកល្យានឥតបានដឹងថាផ្លូវទៅណាទេព្រោះនាងពុំធ្លាប់ស្គាល់ភូមិសាស្ត្រស្រុកទេសគេសោះនាងគ្រាន់តែដឹងថាទិសដៅរបស់នាងគឺបាត់ដំបងបំណងរបស់នាងគឺជួបមេណនប៉ុណ្ណោះឯងហេតុនេះនាងទៅតាមតែជំហាននាងដែលនាំនាងទៅពីថ្ងៃកន្លងមកធីតាបានទៅដល់ខេត្តបាត់ដំបងស្រីដើរលេឡាកណ្ដាលក្រុងរាល់ជំហាននាងទេវីតែងជួបប្រទះឃើញតែរវងមុខមនុស្សថ្មីដែលនិយាយរឿងផ្សេងរឿងទាំងពួងដែលនាងឮនោះចំពោះនាងជារឿងគ្មានខ្លឹមសារអ្វីឡើយនាងពុំដែលបានឮឬបានជួបស្ត្រីណាមួយដែលមានរឿងដូចនាងឡើយទីក្រុងបាត់ដំបងមានសកម្មភាពចំនួនជួញប្រែយ៉ាងកុះកក្រៃពេកដែលជាហេតុធ្វើឲ្យនាងវង្វេងឥតស្គាល់ទិសតំបន់ណានឹងគេទេវីចេះតែដើរទៅមុខលុះដល់ពេលបាយទើបនាងដឹងខ្លួនថានាងឃ្លានបាយនាងទៅរកទិញម្ហូបគេទទួលទានតាមរានផ្សារមីងច័ន្ទអ្នកលក់បាយឃើញនារីក៏មានចិត្តអាណិតអាសូរបានសាកសួរអំពីដំណើរនិងហេតុការណ៍របស់នាងទេវីស្រីកំសត់បាយបណ្ដើនិយាយបណ្ដើប្រាប់មីងច័ន្ទដែលធ្វើមុខយ៉ាងក្រៀមក្រោះមីងច័ន្ទបញ្ចេញវាចាយ៉ាងខ្សឹកខ្សួលថានាងអាចទៅនៅជាមួយខ្ញុំបណ្ដោះអាសន្នសិនផ្ទះខ្ញុំតូចទេតែខ្ញុំគ្មានកូនចៅឯណាទេនាងអាចយកកូនទៅនៅចោះមីងជួយរកប្តីក្រែងលោបានឃើញយីកូននាងល្អណាស់តើស្រីឬប្រុសចាស់កូនស្រីបានប៉ុន្មានខែហើយចាស់បាន2ខែហើយអូចេះសើចផងមីងច័ន្ទក៏ទទួលបុត្រីនាងទេវីទៅអោបថើបយ៉ាងស្និទ្ធស្នាលនាងទេវីក៏មានទឹកមុខរីករាយយ៉ាងខ្លាំងហើយបានសំពះជូនអំណរអគុណដល់មីងច័ន្ទនាងបញ្ចប់ពីអំណរគុណដោយរំលឹកថាអ្នកមីងឲ្យខ្ញុំនៅជាមួយផងខ្ញុំក្រណាស់ខ្ញុំគ្មានប្រាក់កាសទេមិនអីទេខ្ញុំអាណិតនាងណាស់ខ្ញុំជួយនាងនេះយកតែបុណ្យទេនាងលើកដៃសំពះទៀតខ្ញុំអរគុណនឹងអ្នកមីងណាស់ប៉ុន្តែខ្ញុំព្រួយមួយយ៉ាងដោយខ្ញុំពុំដឹងធ្វើការអ្វីជួយអ្នកមីងនាងចេះដេរទេចាស់ចេះមែននាងដេរខោអាវចោះយីសប្តាហ៍ថ្ងៃគេលក់ខោអាវដាច់ណាខោអាវយ៉ាងម៉េចទៅអ្នកមីងខោខ្មៅខ្លីអាវធម្មតាពួកអ្នកស្រែគេរកទិញរាល់ថ្ងៃចាស់ខ្ញុំអាចដេរបានអ្នកមីងស្រួលហើយនាងនៅតែផ្ទះចោះនឹងខិតខំតែដេរខោអាវចោះទុកកូននាងឲ្យខ្ញុំយកមកផ្សារជួយមើលឲ្យចាស់ក្នុងថ្ងៃនោះនាងទេវីក៏បាននៅជាមួយមីងច័ន្ទដែលមានចិត្តសប្បុរសក្រៃលែងស្ត្រីទុរគតក៏ចាប់ផ្ដើមដេរខោអាវលក់តាំងពីពេលនោះមកថ្ងៃកន្លងទៅខែកន្លងទៅឆ្នាំកន្លងទៅឥតស្រាកស្រានមួយថ្ងៃដែលកន្លងទៅនាងទេវីមានទុក្ខព្រួយកាន់តែធំឡើងពេលដំណេកទុក្ខនេះវានេះទៅវិញតាមសុបិនថ្ងៃមួយចាប់បដិសន្ធិមកទៀតទុក្ខដែលកើតឡើងវិញដោយអានុភាពខ្លាំងដដែលដូចថ្ងៃមុនអោមនុស្សយើងអើយទុក្ខដែលធំជាងគេបង្អស់នៅលើโลกនេះគឺទុក្ខព្រាត់ប្រាសស្នេហានិងទុក្ខព្រាត់ប្រាសស្រុកទេសយើងបានឃើញថាទុក្ខព្រាត់ប្រាសនិរិះគ្នានេះមានឫទ្ធានុភាពប៉ុណ្ណាហើយនៅចិត្តទុក្ខដ៏ឧត្តមនេះមានទុក្ខព្រាត់ប្រាសស្រុកទេសរាល់ថ្ងៃជនដែលព្រាត់ប្រាសស្រុកទេសហើយដែលបានទៅជ្រកកោននៅឯស្រុកគេហាក់ឃើញខ្លួននៅតែលតោលគ្មានបង្អែកកណ្ដាលវដ្តសង្សារសត្វឆ្ងាយពីសម្បុករងាកំព្រាយ៉ាងណាជនអ្នកឆ្ងាយស្រុកទេសក៏រងាកំព្រាយ៉ាងនោះដែរក្រឡេកមើលឆ្វេងស្ដាំនាយអាយឃើញតែជនឯទៀតដែលខ្លួនពុំធ្លាប់ស្គាល់យូរប្រលឹងនឹកស្រុកទេសអង្រួនរលឹកឡើងធ្វើទឹកមុខឲ្យក្រៀមក្រំធ្វើចិត្តឲ្យចង្អៀតចង្អល់ធ្វើភ្នែកឲ្យរលីងរលោងរាល់ថ្ងៃជនអ្នកឃ្លាតស្រុកទេសក្រឡេកមើលទៅទិសខាងស្រុកខ្លួនធ្លាប់នៅផ្គរលាន់ម្ដងភ្លៀងធ្លាក់ម្ដងជនអ្នកឃ្លាតស្រុកអោបដៃសំពះអង្វរអស់ទេវតាឲ្យដឹកនាំខ្លួនទៅដល់ស្រុកវិញទោះស្រុកថ្មីដែលនិតនៅមានការសប្បាយនិងសម្បូរហូរហៀក៏ពុំដូចស្រុកកំណើតយើងទេស្រុកយើងអាក្រក់ក្រកំសត់លំបាកវេទនាយ៉ាងណាក៏ដោយក៏ស្រុកយើង
ជាស្រុកសុខដុមរមនាដែរដែលទាញចិត្តឲ្យចង់តែនៅចង់ឲ្យតែនៅរហូតអស់ជន់ជីវិតចាបយំចាបយំគឺមកដាស់សតិយើងឲ្យយំជាមួយចាបនោះផងថាបើមានដំណឹងអ្វីពីស្រុកយើងជនអ្នកប្រត់ស្រុកភ្ញាក់លោតចង់ដឹងចង់និយាយចង់ឮគេនិយាយអំពីស្រុករបស់ខ្លួននោះរាល់វេលាយើងគយគន់សង្កេតរកមើលក្នុងបណ្ដាលមនុស្សដែលដើរក្រែងឃើញអ្នកណាម្នាក់ដែលមកអំពីស្រុកយើងចិត្តស្រឡាញ់ស្រុកនេះមិនថាស្រីប្រុសទេចាប់គំនិតជាពន់ពេកចិត្តស្រឡាញ់ស្រុកនេះនាំចិត្តយើងឲ្យជួបប្រទះនិងមនោសញ្ចេតនាធំឯទៀតជាច្រើនមានចិត្តស្រឡាញ់ស្រុកទេស្រឡាញ់ជាតិនិងស្រឡាញ់ប្រជាជនយើងជាដើមអ្នកដែលបានប្រត់ប្រាស់ចេញអំពីស្រុកទៅនៅពឹងអាស្រ័យប្រទេសគេទើបស្គាល់តម្លៃនៃចិត្តដែលនឹកស្រុកនេះពិតនាងទេវីនឹកស្រុកស្រឡាញ់ស្រុកស្រឡាញ់ជាតិស្រឡាញ់ខ្មែរតាមលំដាប់ជាន់ថ្នាក់និងលំអានដែលយើងបានរៀបរាប់មកនេះរាត្រីនេះនាងទេវីនិន្ទ្រេមិនលក់សោះមីងច័ន្ទក៏នាំនិយាយពីនេះពីនោះគ្រាន់កែអបសក់នាងទេវីអង្គុយលើក្តារខឿងក្នុងខ្ទមបក់មូសឲ្យបុទុមបុត្រីធីតានាងបុទុមបានអាយុជាង10ខែហើយនាងចេះចាប់ឈោងដើរចេះឆ្លើយមួយម៉ាត់ដែលរឹតតែឲ្យនាងនារីទាំងពីរស្រឡាញ់ខ្លាំងទៅទៀតរាត្រីគ្របស្បែកងងឹតពាសពេញខាងក្រៅជុំវិញផ្ទះនាងទេវីឮសូររទេះទូមួយឈប់នាងព្រឺខ្លួនខ្ញាក់រត់ទៅមើលនាងភ័យតកមាត្បិតមានទាហានជាច្រើនប៉ុតផ្ទះរបស់នាងរួចមានទាហាន5នាក់ទៀតប្រដាប់ដោយអាវុធគ្រប់ដៃដើរចូលមកមីងច័ន្ទក៏ស្រឡាំងកាំងមើលជនទាំងអស់ដោយពោលពាក្យញ័រថាលោកមានការអ្វីយើងមកនេះមានការលំដាប់នោះទាហានក៏ចាប់នាងទេវីរីឯទាហានឯទៀតក៏ស្ទុះចូលទៅចាប់បុទុមលើកឡើងមីងច័ន្ទឃើញដូច្នោះក៏ស្ទុះទៅដណ្ដើមបុត្រីដែលភ្ញាក់ស្រែកយំត្រហើងអើងកងនាងទេវីស្រែកដែរតែស្រែកពុំរួចត្បិតពួកទាហានខ្ទប់មាត់ជាប់នាងប្រឹងបំរាស់យ៉ាងអស់ទំហឹងការប្រឡូកនេះមានឡើងយ៉ាងគួរឲ្យខ្លោចចិត្តជាអនេកបការតុកទូកៅអីដួលរែលមិនយូរប៉ុន្មានទាហានចាប់ទាញនាងទេវីមកខាងក្រៅទ្វារនាងទេវីស្រែកមួយម៉ាត់ថាជួយផងលោកអើយសម្រែកនេះក៏បាត់ឈឹងទៅដោយមនុស្សដែលចាប់នាងជាប់ពីក្រោយច្របាច់កនាងជាប់ហើយមានវាចាថាហាជួយផងយីកាម៉ាទេព្រះម្ចាស់ថ្លៃអើយកាម៉ាលោកមកធ្វើអីយ៉ាងនេះស្ដាប់ខ្ញុំឲ្យតន់ជាង1ឆ្នាំមកហើយយើងបែកគ្នាជាង1ឆ្នាំមកហើយដួងចិត្តខ្ញុំគ្របដណ្ដប់សេចក្តីស្នេហាមួយយ៉ាងលំបាកក្រៃលែងពេលនេះអនុស្សាវរីយ៍ចាស់រើឡើងពេះពេញខ្លួនខ្ញុំខ្ញុំធ្វើទាំងប៉ុន្មាននេះដោយខ្ញុំស្រឡាញ់អ្នកតែមួយសេចក្តីស្នេហាលើរូបអ្នកកំរើកពេញសរសៃខ្ញុំស្នេហាតែមួយនេះឆាបឆេះឈួលពេញដើមទ្រូងខ្ញុំធ្វើឲ្យខ្ញុំដំណេកមិនបានអង្គុយមិនសុខមុខក្រៀមជានិច្ចថ្ងៃនេះខ្ញុំប្រះចាកអស់ទុកទាំងពួងហើយទេលោកកុំធ្វើដូច្នេះខ្ញុំមិនស្រឡាញ់លោកទេយីឆ្នាំមុនប្រកែកពេលនេះប្រកែកទៀតទេវីអ្នកលះបង់គំនិតចាស់នេះចោលទៅស្នេហារបស់ខ្ញុំលើរូបអ្នកមានតែស្លាប់នឹងរស់តែប៉ុណ្ណោះស្ដាប់ឮដូច្នេះនាងទេវីស្លុតអស់ស្មារតីពាក្យរបស់កាម៉ាមួយធ្ងន់ស្មើរន្ទះដែលបាញ់ទាំង8ទិសនារីអស់សង្ឃឹមនាងលងក្នុងសេចក្តីផិតភ័យមួយរកអ្វីមកព្រៀបផ្ទឹមគ្មានក្នុងពេលនោះមនុស្សម្នាក់លោតចេញពីរបងមកអាវុធនៅនឹងដៃឃើញភ្លឺភ្លេចចាំងដូចភ្លេចបន្ទោលក្នុងទីងងឹតមនុស្សមិនស្គាល់មុខនេះស្រែកថាយើពួកអាត្មាតឯងនាំគ្នាមកធ្វើកម្មពីអីទាំងយប់នេះនាងទេវីស្គាល់ជាក់ថាសំឡេងរបស់បរោះដែលយកកូនមកឲ្យនាងកាលដែលនៅសេរីសោភ័ណ្ឌនាងប្រឹងបំរាស់យ៉ាងអស់ទំហឹងដើម្បីរត់ទៅរកមនុស្សដល់សពបរោះនេះដោយស្រែកថាជួយផងលោកបរោះនិយាយសំឡេងធ្ងន់យ៉ាងនឹងតបថាបាទខ្ញុំនឹងជួយនាងកាម៉ាលែងនាងទេវីរួចក៏ឆ្លើយតបវិញថាអ្នកណាលោកគ្រូឬបរោះដែលហៅលោកគ្រូនោះលាន់មាត់ថាយើអាកាម៉ាទេបាទខ្ញុំលោកគ្រូពួកទាហានទាំងអស់ក៏ស្រឡាំងកាំងនាងទេវីព្រួយបារម្ភយ៉ាងខ្លាំងសារជាថ្មីវិញនាងឃើញជាក់ថានាងវិនិច្ឆ័យសូនប្រកាសក្នុងពេលនេះតែមាត់បរោះដែលហៅលោកគ្រូនោះលាន់ឡើងទៀតថាកាម៉ា
ឯងត្រូវថយចេញពីទីនេះប្រញាប់កុំក៏បីឯងធ្វើដូច្នេះឲ្យសោះកាមាកាន់ដាវពត់លេងដើរចូលស្លុងទៅរកលោកគ្រូនោះយីលោកគ្រូអ្នកណាមិនស្គាល់មុខកាមាឈប់ឯងស្លាប់ឬអញស្លាប់ហាហាលោកគ្រូមកឈឺឆ្អាលក្នុងរឿងនេះគឺរឿងមនុស្សអញឈឺចាប់ឯងមិនខ្មាស់គេទេមកចាប់ស្រីមេម៉ាយដូច្នេះលោកគ្រូថយចេញឲ្យប្រញាប់ប្រុងលោកគ្រូកាមាប្រុងខ្លួនដាវលោកគ្រូវត្តលើម៉ាំងភ្លាមមួយរំពេចខាងទាហានស្ទុះជ្រងគ្រប់ទិសជន់ឈ្មោះលោកគ្រូគាត់កាប់ចាក់រៀល 4-5 នាក់គ្មានយូរឡើយកាមាចូលប្រយុទ្ធយ៉ាងពេញទំហឹងអ្នកស្រែកបញ្ជាក់ថាបរទេះទៅនាងទេវីប្រឹងបំរាស់ពីដៃទាហានម្នាក់ដែលចាប់នាងជាប់រួចប្រឹងស្រែកប្រឹងយំតែឥតបានប្រយោជន៍ឡើយមីងច័ន្ទដួលសន្លប់បាត់ស្មារតីនៅមួយកន្លែងដាវលោកគ្រូជាដាវមួយយ៉ាងចំណាប់មែនដើម្បីការពារយុត្តិធម៌និងការពារមនុស្សទន់ខ្សោយខាងទាហានដួលហូរឈាមសស្រាក់កាមានិយាយថាតាំងពីណាមកខ្ញុំមិនដែលបានសាកល្បងជាមួយលោកគ្រូម្ដងសោះប្រុងឆ្វេងលោកគ្រូពូកែស្វិតស្វាញមែនពីមុនអញបានចូលដៃនឹងឯងលួចកូននេះឥឡូវអញទៅដឹងខ្លួនថាឯងជាមនុស្សអាក្រក់បំផុតដែលអញត្រូវតែគំទុកជីវិតឯងខ្ញុំទ្រាំនឹងលោកគ្រូមិនបានប្រកាសខ្ញុំវាយដោះដៃហើយថាតែប៉ុណ្ណេះកាមាស្រែកឲ្យកងពលដែលនៅសល់វាយថយរត់យករួចខ្លួនបុរសឈ្មោះលោកគ្រូឃើញដូច្នោះតាំងវាយដណ្ដើមយកនាងទេវីមិនយូរប៉ុន្មានខ្មាំងក៏រត់ខ្ចាត់ខ្ចាយកណ្ដាលយប់ស្ងាត់បុរសមិនស្គាល់ឈ្មោះដឹកដៃនាងទេវីរត់ទៅដោយប្រាប់នាងថាមកនាងមកតាមខ្ញុំកុំនៅទីនេះត្បិតថ្ងៃស្អែកគេមកហុំចាប់ទៀតចុះមីងច័ន្ទមួយស្របក់ទៀតខ្ញុំមកដឹកគាត់ទៅពួនកន្លែងមួយស្ងាត់ល្អណាស់ចុះកូនខ្ញុំពួកយើងយកទៅឲ្យទូកហើយឆាប់ឥឡូវត្រូវរត់ឲ្យរួចជីវិតសិនបរោះទាញដៃនាងចុះទូកមួយដែលមានដំបូលចិត្តស្លុងកន្លះម៉ោងក្រោយមកមីងច័ន្ទក៏បាននៅក្នុងទូកជាមួយនាងទេវីដែរទូកក៏ស្រែកខ្សែទម្លាក់ចែវទៅតាមទឹកចុះទៅបាក់ព្រាទូកនោះធំនាងទេវីនៅក្នុងបន្ទប់មួយខាងក្រោយម្នាក់ឯងនាងសង្កេតឃើញមានពូខ្នល់ខ្នើយយ៉ាងស្អាតសម្រាប់នាងនឹកថាអ្នកដែលនាំនាងមកនេះពុំមែនជាមនុស្សធម្មតាទេគឺប្រកាសជាមនុស្សចេះដឹងធ្លាប់ស្គាល់អំពីការរស់នៅរបស់អ្នកធំមិនខានបានជាចេះរៀបចំទីកន្លែងយ៉ាងប្រសើរដូច្នេះនាងផ្ដួលខ្លួនទៅលើពូកដ៏ស្អាតនាងយំខ្សឹកខ្សួលពុំឈប់ឈរពេញមួយយប់ទាល់ភ្លឺលុះព្រះអរុណរះឡើងនាងទេវីមើលតាមបង្អួចទូកទៅឃើញតែដងស្ទឹងដែលមានដើមឈើខៀវស្រងាត់អមសងខាងនាងចង់ចេញទៅលើដំបូលទូកតែទ្វារបិទចាក់សោជាប់នាងកើតរកកម្មរកោសក្នុងចិត្តជាពន់ពេកនៅចិត្តនោះមានពាងទឹកផ្តិលសាប៊ូសម្រាប់នាងជាស្រេចលុបលាងមុខមាត់សិតសក់យ៉ាងស្អាតបាតស្រីហួសនឹងយំសោកទៀតហើយយូរបន្តិចទ្វារបើកឡើងនាងទេវីរីករាយក្នុងចិត្តឥតឧបមាមនុស្សដែលលោតចុះពីលើដំបូលទូកមកនោះអាយុប្រមាណជា40ឆ្នាំបុរសសួរនាងថាម៉េចនាងស្រួលទេនៅក្នុងទូកនេះនាងទេវីភ្ញាក់ខ្លួននឹងសម្លេងនោះនាងលើកដៃសំពះដោយទៅតែបានឃើញមុខមនុស្សអ្នកមានគុណដែលគ្រាមុនបានយកកូនមកឲ្យរួចថ្មីនេះបានជួយជីវិតនាងនិងជួយជីវិតកូននាងទៀតចាស់ស្រួលទេលោកពូតែខ្ញុំព្រួយណាស់នាងទេវីក៏ស្រក់ទឹកភ្នែកច្រោកបរោះសើចកំហាញហើយនិយាយថាកុំគិតច្រើនអីលោកពូនាំខ្ញុំទៅណាខ្ញុំនាំនាងទៅរកទីសុកនោះនៅឯណានៅទួលដែនមិនក៏ដូច្នោះខ្ញុំមិនយល់ទេមិនក៏ទួលដែនជាទីសុកត្បិតនៅទីនោះមានសេរីមនុស្សកាន់ច្បាប់អ្នកមានអំណាចបម្រើអ្នកទន់ខ្សោយយុត្តិធម៌ជាធំអ្នកណាកាន់អំណាចធំជាងគេប្តីនាងប្តីខ្ញុំអោព្រះម្ចាស់ថ្លៃអើយប្តីខ្ញុំចាលោកនៅឯណាសពថ្ងៃនៅទួលដែនអោលោកនៅទួលដែនចាទួលដែនជាទីសប្បាយមែនចាទួលដែនជាទីសុខសូមលោកពូជូនខ្ញុំទៅទួលដែនផងខ្ញុំអរគុណនឹងលោកណាស់អរគុណអស់មួយជីវិតនេះខ្ញុំមិនអាចភ្លេចគុណរបស់លោកពូទេចាទួលដែនប្តីខ្ញុំនៅទួលដែនតែលោកពូក្រែងមិនមែនប្តីខ្ញុំទេឬដឹងមានណន់ចាមានណន់មែនហើយអោព្រះម្ចាស់ថ្លៃអើយចាប្តីខ្ញុំឈ្មោះមានណន់នោះឯងមិនក៏លោកពូស្គាល់សិស្សខ្ញុំ
អូសិស្សលោកពូបាទសិស្សខ្ញុំបានបង្ហាត់វិជ្ជាគ្រប់យ៉ាងទាំងអក្សរទាំងក្បាច់ចម្បាំងជាមួយគិរីសមេរុអ្នកណាគិរីសមេរុជាខ្លាចខ្ញុំនាងមិនស្គាល់ទេគាត់នោះចាស់ណាស់ហើយតែគាត់ជាមនុស្សកំពូលមនុស្សចាស់លោកពូធ្លាប់ឃើញប្តីខ្ញុំមែនឬទេខ្ញុំមិនដែលបានជួបទេតែខ្ញុំមានគ្នាទៅមករាល់ពេលលោកប្តីខ្ញុំសុខសប្បាយជាទេសុខសប្បាយជាទេគាត់ធាត់ឬស្គមនៅដដែលដូចមុនទេមើលទៅខ្ញុំមិនសូវដឹងព្រោះយើងឃ្លាតគ្នាតាំងតែពីពេលដែលនាងចេញពីសេរីសោភ័ណ្ឌនោះមកផងអូយូរណាស់ហើយតែលោកពូទុកខ្ញុំធំណាស់ប្តីខ្ញុំនឹកស្មានថាខ្ញុំនេះជាស្រីដែលក្បត់គាត់ខ្ញុំជាសាក្សីស្រាប់ទៅភ័យអីចាស់សូមលោកពូមេត្តាជួយពន្យល់គាត់ផងអោទុកខ្ញុំមានយូរហើយពេលនេះទើបខ្ញុំបានសប្បាយម្ដងចូលនាងកុំព្រួយឲ្យសោះលោកពូមានគុណនឹងខ្ញុំដល់ម្លេះតើលោកពូមានឈ្មោះអ្វីនៅស្រុកណាប្រពន្ធឈ្មោះអីមានកូនប៉ុន្មានខ្ញុំជាមនុស្សអត់ឈ្មោះអត់ស្រុកទេអត់គ្រួសារអត់កូនចៅទេមិនក៏យ៉ាងដូចនេះសូមនាងកុំចង់ដឹងរឿងខ្ញុំឲ្យសោះមនុស្សធ្វើមុខស្រងោតស្រងាត់ក្រៃពេកដែលនាំឲ្យនាងទេវីមានចិត្តអាណិតរកអ្វីមកប្រដូចពុំបានឃើញដូច្នោះនាងក៏អត់ដង្ហើមមិនសួរអ្វីអំពីរឿងនេះតទៅទៀតឡើយអូលោកពូមីងច័ន្ទនៅឯណានៅបន្ទប់ខាងមុខខ្ញុំសុំគាត់ឲ្យមកនៅជាមួយខ្ញុំបានទេហាខ្ញុំមិនចង់ដូច្នោះទេមិនក៏ដូច្នោះព្រោះស្រីបើនៅចិត្តគ្នាចេះតែនាំគ្នានិយាយអំពីទុករួចក៏នាំគ្នាយំឲ្យខ្ញុំវេទនាចិត្តណាស់មិនអីទេខ្ញុំអបសោកណាស់ខ្ញុំសុំគាត់មកនៅជាមួយខ្ញុំមករួចកូនខ្ញុំផងបាទកុំនិយាយគ្នារួចកុំនាំគ្នាយំណាចាខ្ញុំធានាជូនលោកពូលំដាប់ក្រោយពីនោះមីងច័ន្ទនិងនាងបទុមក៏បានមកនៅជាមួយនាងទេវីរីឯបុរសដែលមិនស្គាល់ឈ្មោះក៏លោតឡើងទៅលើដំបូលទូកវិញអ្នកចែវទាំងអស់មាន4នាក់អ្នកកាច់ចង្កូតម្នាក់ទៀតត្រូវជា5នាក់បុរសយើងបញ្ជាឲ្យក្មេងម្នាក់ដាំបាយបំរើទឹកក្តៅទឹកត្រជាក់ដល់ស្ត្រីទូរគតទាំងពីរប្រានក្នុងវេលាថ្ងៃនោះបុរសនិន្ទ្រាលក់យ៉ាងស្កប់ស្កល់លើដំបូលទូកដែលលឿនស្លង់ស្លេវបណ្ដោយតាមទឹកហូរ